ឃើញ Hercules ដូចជាបងប្រុសហើយ Hilda ជូនពរឲ្យគាត់សំណាងល្អ Loki បានមករក Hercules ដែល Loki សួរថាតើ Hercules ពិតជាអាចបំផ្លាញមនុស្សបានឬអត់ព្រោះ Hercules ក៏ជាមនុស្សពាក់កណ្ដាលដែរប៉ុន្តែ Hercules ប្រាប់ Loki ថាគាត់នឹងប្រយុទ្ធជាមួយនឹងអ្វីគ្រប់យ៉ាងដែលគាត់មានសម្រាប់ព្រះប៉ុន្តែគាត់មានគម្រោងដាក់ញត្តិប្រឆាំងនឹងការបំផ្លាញមនុស្សបន្ទាប់ពីគាត់បានឈ្នះចុះបន្ទាប់ចាប់ផ្ដើមហើយ Hilda បានជ្រើសរើស Jack the Ripper ដើម្បីប្រយុទ្ធតំណាងឲ្យមនុស្ស Hercules ខឹងដែលគាត់ត្រូវប្រយុទ្ធនឹងឃាតករដ៏ឃោរឃៅម្នាក់ហើយសូម្បីតែវងមនុស្សក៏មានការស្ទាក់ស្ទើរចំពោះការអបអរឲ្យឃាតករផងដែរសង្វៀនត្រូវបានផ្លាស់ប្ដូរទៅជាផ្នែកមួយនៃទីក្រុងឡុងហើយ Jack បង្ហាញអាវុធទេពរបស់គាត់ជាកន្ត្រៃដ៏ធំមួយដែលអាចកាត់ផ្ដាច់គ្រប់យ៉ាងបាននៅពេលដែល Hercules ត្រៀមខ្លួនប្រយុទ្ធ Jack ស្រាប់តែរត់គេចពីគាត់ Hercules ដេញតាម Jack ហើយបានរកឃើញ Jack កំពុងតែផឹកតែ Hercules ប្រាប់ Jack ឲ្យលើកអាវុធរបស់គាត់ហើយប្រយុទ្ធគ្នាប៉ុន្តែនៅពេលដែល Jack មិនអើពើនឹងគាត់ Hercules ក៏ដើរចូលប៉ុន្តែបានជួបនឹងខ្សែមួយចំនួនហើយកំបិតជាច្រើនបានធ្លាក់មករកគាត់ប៉ុន្តែគាត់កំទេចពួកវាចោលដោយនិយាយថាអាវុធរបស់មនុស្សមិនអាចធ្វើអ្វីព្រះបានទេ Jack បានបាញ់ទំពក់មួយដើម្បីរត់គេចខ្លួនប៉ុន្តែ Hercules បានលោតតាមគាត់ហើយកវីដំបងរបស់គាត់ទៅរក Jack ដែល Jack ប្រើកន្ត្រៃរបស់គាត់ដើម្បីរារាំងប៉ុន្តែកន្ត្រៃក៏ស្រាប់តែបែក Jack ដកថយចេញពី Hercules ហើយលូកដៃទៅរកកំបិតមួយចំនួនប៉ុន្តែ Hercules រំលឹក Jack ថាវាគ្មានប្រយោជន៍ប្រឆាំងនឹងគាត់ទេប៉ុន្តែកំបិតទាំងនោះក៏អាចចាក់ទម្លុះស្បែករបស់គាត់បាន Hercules ឆ្ងល់ថាតើវាអាចទៅរួចដោយរបៀបណាហើយ Jack បង្ហាញថាគាត់បានកុហកអំពីកន្ត្រៃរបស់គាត់ដែលនិយាយថាអាវុធទេពរបស់គាត់គឺជាកាបូបនោះទេដែលគាត់អាចប្រើវាដើម្បីបង្កើតអាវុធទេពគ្រប់ប្រភេទដរាបណាវាអាចដាក់ទៅក្នុងកាបូបបាន Jack បន្តគប់កំបិតហើយ Hercules វាយវាចេញប៉ុន្តែមានកំបិតមួយចំនួនអាចត្រូវគាត់បានទោះជាយ៉ាងនេះក្តី Hercules នៅតែបន្តដើរទៅមុខនៅពេលដែល Hercules កវីដំបងរបស់គាត់ Jack ក៏បានផ្គុំឆាត់មួយហើយគាត់ក៏បង្វិលវានិងបង្វែរការវាយផារបស់ Hercules ចេញ Jack ចំអកឲ្យ Hercules ហើយ Hercules ក៏បានដំណើរការ labor មួយក្នុងចំណោម labor ទាំង12របស់គាត់ខណៈដែលស្នាមសាក់របស់គាត់រីកឡើងហើយដំបងរបស់គាត់ក៏បានប្រែកាយដោយបង្កើតជារលកឆក់រាងដូចជាសត្វតោទៅបុក Jack ហើយធ្វើឲ្យគាត់ខ្ទាតទៅបកគាមួយ Jack ក្រោកឡើងវិញហើយពុតស្មារបស់គាត់ដែលបាក់នោះត្រឡប់មកដូចដើមវិញស្នាមសាក់នៅលើ Hercules ក៏បានរាលដាលពេញរាងកាយរបស់គាត់ហើយ Loki បានសួរ Ares អំពីស្នាមសាក់នោះដូច្នេះ Ares ក៏បញ្យល់ថានៅពេលដែល Hercules បានបញ្ចប់ labor ទាំង12និងស្ទាត់ជំនាញក្បាច់គុនទេពទាំង12រួចថាមពលទាំងនោះក៏មកជាមួយនឹងតម្លៃហើយរាល់ពេលដែល Hercules ប្រើពួកវាស្នាមសាក់របស់គាត់បានរីករាលដាលហើយរាល់ពេលដែលវាកើតឡើង Hercules មានអារម្មណ៍ឈឺចាប់ដែលមិនអាចទ្រាំទ្របានដែលគ្រប់គ្រាន់ដើម្បីផ្ដួលព្រះធម្មតាម្នាក់បានហើយបើសិនបើស្នាមសាក់គ្របដណ្ដប់លើរាងកាយទាំងមូលរបស់ Hercules នោះគាត់នឹងស្លាប់ប៉ុន្តែ Ares មានជំនឿលើ Hercules ដោយនិយាយថាឆន្ទៈរបស់ Hercules រឹងមាំខ្លាំងណាស់ដែលសូម្បីតែព្រះក៏មិនអាចបំបែកវាបានដែរយើងកាត់ត្រឡប់ទៅកាលពីរាប់ពាន់ឆ្នាំមុនមានក្មេងប្រុសម្នាក់ឈ្មោះ Castor ត្រូវបានគេធ្វើបាបមិត្តរបស់គាត់ឈ្មោះ Alcides ព្យាយាមសងសឹកឲ្យគាត់ប៉ុន្តែ Alcides ក៏ត្រូវបានគេវាយទ្រោមផងដែរ Castor សួរថាហេតុអ្វីបានជា Alcides ព្យាយាមប្រយុទ្ធខណៈពេលដែលគាត់ខ្សោយខ្លាំងប៉ុន្តែ Alcides បាននិយាយថាវាជារឿងត្រឹមត្រូវដែលត្រូវធ្វើទោះបីជាគាត់ជាក្មេងស្គមស្គាំងក៏ដោយតែគាត់មានចិត្តល្អនិងយុត្តិធម៌បំផុតគាត់ខិតខំហ្វឹកហាត់យ៉ាងខ្លាំងតាមដែលគាត់អាចធ្វើបានប៉ុន្តែពួកប៊ូលីទាំងនោះបានចំអកឲ្យគាត់ដល់និយាយថាគាត់គួរតែសាកល្បងផឹកឈាមរបស់ស៊ូសនៅក្នុងប្រាសាទពីព្រោះរឿងព្រេងនិយាយថាប្រសិនបើហេរ៉ូពិតប្រាកដផឹកវានោះពួកគេនឹងមានជីវិតអមតៈប៉ុន្តែប្រសិនបើពួកគេមិនមែនជាហេរ៉ូពិតប្រាកដទេនោះពួកគេនឹងវិនិច្ឆ័យភ្លាម Castor ប្រាប់ Alcides កុំឲ្យជឿពួកគេព្រោះវាគ្រាន់តែជារឿងព្រេងនិទានប៉ុណ្ណោះហើយ Alcides និយាយថាគាត់ក៏ដឹងដែរទោះបីជាគាត់ចង់រឹងមាំក៏ដោយតែវាគ្មានន័យអ្វីទេប្រសិនបើគាត់មិនព្យាយាមអស់ពីលទ្ធភាពគាត់បន្តបង្ហាត់ហើយយូរទៅគាត់ក៏ដល់ចំណុចមួយដែលលែងមាននរណាហ៊ានចំអកឲ្យគាត់ទៀតហើយក្នុងអំឡុងពេលប្រជុំក្រុមប្រឹក្សាព្រះពួកគេបានឃើញថាមនុស្សបានប្រែទៅជាឃោរឃៅខ្លាំងពេកដូច្នេះព្រះក៏បញ្ជូន Ares ឲ្យទៅបំផ្លាញពួកគេទាំងអស់មនុស្សមានការភ័យខ្លាចប៉ុន្តែ Alcides បានក្រោកឈរប្រឆាំងនឹង Ares បានធាក់គាត់ចេញយ៉ាងងាយប៉ុន្តែគាត់បានក្រោកឈរឡើងវិញហើយប្រឈមមុខនឹង Ares ម្ដងទៀត Alcides សម្រេចចិត្តបន្ថយគ្រប់យ៉ាងដោយផឹកឈាមរបស់ស៊ូប៉ុន្តែគាត់មានប្រតិកម្មយ៉ាងខ្លាំងចំពោះវាហើយដួលទៅលើដីនៅពេលដែល Ares បន្តទៅមុខ Alcides បានក្រោកឈរឡើងវិញដោយទទួលបានរាងកាយដ៏រឹងមាំជាងមុនទាហានព្រះទាំងអស់បានស្ទុះមករកគាត់ប៉ុន្តែ Alcides បានកម្ចាត់ពួកគេទាំងអស់ហើយទៅប្រយុទ្ធមួយស្មើជាមួយនឹង Ares គ្មាននរណាម្នាក់ដកថយទេប៉ុន្តែស៊ូស្រាប់តែបង្ហាញខ្លួនហើយបញ្ឈប់ការប្រយុទ្ធស៊ូប្រាប់ Alcides ថាគាត់នឹងក្លាយជាព្រះព្រោះគាត់នឹងបង្កបញ្ហាប្រសិនបើគាត់នៅលើផែនដី Alcides យល់ព្រមដោយមានលក្ខខណ្ឌដែលឲ្យពួកគេស្បត់ថាពួកគេនឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទៀតទេហើយសម្រាប់រយៈពេល 4000 ឆ្នាំបន្ទាប់ព្រះមិនបានជ្រៀតជ្រែកក្នុងកិច្ចការរបស់ផែនដីឡើយស្រាប់ពេលនោះ Alcides បានទទួលតំណែងរបស់គាត់ក្នុងចំណោមព្រះដែលជាកូនរបស់ស៊ូហើយត្រូវបានដាក់ឈ្មោះតាមប្រពន្ធរបស់ស៊ូដែលមានឈ្មោះថា Hera ហើយ Alcides ក៏ត្រូវបានគេហៅថា Hercules Jack និង Hercules បន្តការប្រយុទ្ធរបស់ពួកគេខណៈពេលដែល Jack គប់ដាវនឹងកាំបិតរបស់គាត់ Jack លោតចុះឡើងគ្រប់ទីកន្លែងប៉ុន្តែនៅពេលដែល Hercules ចូលមកជិត Jack ក៏ចាប់ផ្ដើមលោតឡើងលើអាកាសហើយបង្ហាញថាគាត់បានដំឡើងខ្សែខណៈពេលដែលគាត់កំពុងតែលោតចុះឡើងនោះ Hercules ឆ្ងល់ថាតើ Jack មានល្បិចប៉ុន្មានទៀតហើយ Jack ក៏គប់កាំបិតឡើងលើអាកាសហើយដល់ប្រើខ្សែទាំងនោះគាត់ក៏អាចបាញ់កាំបិតដោយល្បឿនលឿនជាងមុន ក
កំបិតបានហោះចុះឡើង